រៀងខ្ញុំផលិតទឹកអប់បន្សុទ្ធស្នេហ៍សម្ដេចព្រះការភាគ16ដល់ភាគទី20គឺយើង Elsa Cayenne Valier រាជបុត្រាទី5នៃអាណាចក្រ Valier ឃើញមុខមាត់សង្ហាបែបហ្នឹងកុំអាលងឲ្យសោះ admin សូមទឿនឲ្យហើយ admin បង្ហើបសាច់រឿងបន្តិចទៅចោះអបិរាជបុត្រនេះក្រៅពីកូនអ្នកមានហើយរូបរាងស្អាតបាតស្អីក៏ធ្វើមិនកើតដែរនិយាយទៅអត់ប្រយោជន៍ហ្មងត្រង់ជាបុត្រដែលតែងតែបង្កបញ្ហាឲ្យម្ចាស់ស្ត្រីត្រូវឈឺក្បាលវិលមុខជាប្រចាំនឹងមែនឬចំពោះឈ្មោះព្រះអង្គអេសាខេអែនមានសំហៅថាព្រះអង្គអេសាឯណាកុំឲ្យពិបាកហៅពេកណាមួយឈ្មោះគាត់វែងផងព្រះអង្គអេសាអត់ខ្វល់មើលតែមុខដ៏កាយ៉យរបស់ទ្រង់ទៅក៏ដឹងដែរថាអត្តចរិតរបស់ឈាមក្សត្រម្នាក់នេះមុខក្រាស់ប៉ុណ្ណាទ្រង់មកនេះគឺគំនិតមិនសូវជាល្អប៉ុន្មានទេគំនិតរបស់ទ្រង់គឺអត់ចូលចិត្តហើយចង់បំផ្លាញសម្ដេចឲ្យរលាហិនហោចតែម្ដងសប្តាហ៍ថ្ងៃនេះទ្រង់កំពុងតែព្យាយាមរកចំណុចខ្សោយដើម្បីចាត់ការសម្ដេច Magnus ឮតែប៉ុណ្ណឹងអន់ចង់ព្រោះមនុស្សឥតខ្ចោះដោយសម្ដេចហ្នឹងមកឲ្យមនុស្សធម្មតាស្វែងរកចំណុចខ្សោយបានមកដល់ពេលនេះយើងក៏អាចដឹងថាអ្នកដែលតាមដានក៏ដូចជាជួលគេឲ្យថតរូបសម្ដេចគឺជាព្រះអង្គម្ចាស់ម្នាក់នេះឯងតាមរយៈការតាមដានកន្លងមកព្រះអង្គទ្រង់គិតថាតួឯកស្រីរបស់យើងនឹងគឺជាចំណុចខ្សោយរបស់សម្ដេចមើលទៅពីអ្នកនឹងបែកគ្នាដូចជាមិនចង់បែកអញ្ចឹងណាសូម្បីតែអាចារ្យមិចនេះក៏គិតដែរថាពីអ្នកនឹងដូចមិនសមបែកគ្នាតាមរយៈការបានជួបពីអ្នកនឹងផ្ទាល់នៅក្នុងពិធីជប់លៀងមើលទៅពីអ្នកគាត់ដូចនៅស្និទ្ធស្នាលជាមួយនឹងគ្នាយ៉ាងម៉េចមិនដឹងដូចនេះព្រះអង្គអេសាក៏គិតចេញជាគំនិតមួយដែលអេដមីនមិនគិតថា IQ ដល់កូនស្ដេចគាត់គិតចេញមកកប៉ិបែបហ្នឹងទេគឺទ្រង់ចង់ប្រើប្រាស់សម្រស់របស់ទ្រង់ឆក់យកបេះដូងអេរៀលគឺដណ្ដើមអេរៀលដើម្បីធ្វើឲ្យសម្ដេចគាត់ឈឺចាប់ប៉ុន្តែអេដមីនថាមិនបាច់ប្រឹងទេព្រះអង្គអើយដឹងតែអត់លត់ហើយកម្រិតប៉ិនសម្ដេចអេរៀលមិនទាំងយកភ្នែកមើលផងតម្រាំតែមនុស្សមិនសូវដូចជាព្រះអង្គឯងមើលទ្រង់ដូចជាជឿជាក់សម្បើមដល់ហើយព្រះអង្គក៏បានបញ្ចុះបញ្ចូលឲ្យអ្នកនាងមេឃនេះនឹងរួមដៃជាមួយទ្រង់ដើម្បីធ្វើបាបសម្ដេចអេវិនហើយបើសិនជាអ្នកនាងមេណឹសព្រមជួយព្រះអង្គនឹងជួយនាងបដូររំលំជំនួយរបស់អេរៀលវិញដែរចំពោះគំនិតរបស់ Magnus មើលទៅម្យ៉ាងដែរហើយបើទោះបីជាផែនការរបស់ព្រះអង្គម្ចាស់ម្នាក់នេះដូចអាម៉េចមិនដឹងប៉ុន្តែក៏គ្មានអីត្រូវខាតបង់សម្រាប់នាងដែរអញ្ចឹងហើយ Magnus ក៏យកព្រមខុបខិតជាមួយព្រះអង្គម្ចាស់ទៅមើលទៅបុរសម្នាក់នោះដូចជាមិនសូវនឹងនរនោះទេចេះតែរសាប់រសល់ពេលប្រឈមមុខជាមួយនឹងអេរៀលវាជារឿងដែលគួរឲ្យសប្បាយមិនខានបើបានឃើញបុរសម្នាក់នោះយំខ្សឹបខ្សួរបង្ហូរទឹកភ្នែកព្រោះតែអេរៀលហើយខ្ញុំកាន់តែសប្បាយទៀតដែលអាចធ្វើឲ្យជំនួយរបស់អេរៀលត្រូវរលំរលាយបានតោះអញ្ចឹងយើងចាប់ផ្ដើមទៅអេដមានសង្ស័យយេមែនព្រះអង្គម្ចាស់មិនដឹងថាទៅដាក់ស្នេហ៍គេឬក៏ទៅជាប់ស្នេហ៍កូនស្រីគេទេធ្វើម៉េចបើអេរៀល Winston របស់ admin គួរឲ្យស្រឡាញ់ម្លឹងនេះ2-3ថ្ងៃក្រោយមកអ្នកនាងអេរៀលក៏បានធ្វើដំណើរមកលេងលោករ៉ាហ្វាអែលដល់ហាមផ្ការបស់គាត់តែម្ដងជាការអរគុណថែមទាំងមានកាដូជាទឹកអប់មកជូនគាត់ទៀតផងមិនតែប៉ុណ្ណោះនាងក៏បានអួតអំពីទឹកអប់ដែលផ្សំអំពីគ្រឿងផ្សំដែលលោករ៉ាហ្វាអែលបានយកទៅឲ្យគឺលក់ដាច់អស់ពីស្តុកតែម្ដងក៏កំពុងតែមានការពេញនិយមខ្លាំងផងដែរវាជារឿងដែលគួរឲ្យសប្បាយរីករាយណាស់សម្រាប់អេរៀលប៉ុន្តែលោករ៉ាហ្វាអែលហាក់មានអ្វីមួយរំខានចិត្តមិនអាចបង្ហាញអារម្មណ៍ត្រេកអរបានលោកក៏បានសូមឲ្យអ្នកនាងអេរៀលទៅទីកន្លែងមួយជាមួយលោកបន្តិចហាងគ្រឿងក្រអូប Magnus នាងពិតជាអាចបើកហាងបានមែនឬអ្នកនាងសូមអញ្ជើញចុះមកមើលផ្នែកខាងក្នុងដោយផ្ទាល់ភ្នែកតែម្ដងទៅវាអាចនឹងជួយអ្នកនាងក្នុងរឿងអ្វីមួយគ្រាន់តែចូលទៅដល់ខាងក្នុងមិនទាន់បានប៉ុន្មានផងអេរៀលក៏ត្រូវធ្លាក់ថ្លើមក្ដុកពេលដែលបានឃើញសុទ្ធតែជាទឹកអប់រូបមន្តរបស់នាងត្រូវបានគេលួចចម្លងហើយយកមកលក់នៅក្នុងហាងមួយនេះគឺលក់ដោយសេរីយ៉ាងអនាធិបតេយ្យគេចម្លងរូបមន្តទឹកអប់របស់អេរៀលទេប៉ុន្តែមកញ័រសាច់ដល់ admin ដោយសារតែ admin ក៏ត្រូវបានគេលួចយកស្នាដៃរបស់ admin ដែរគឺយកទាំងអក្សរនិងគំនូររបស់ admin ទៅផុសក្នុង TikTok ដោយគ្មានការអនុញ្ញាត admin នឹងដាក់ link នៅក្នុង comment ហើយបើអ្នកទាំងអស់គ្នាចង់មើលអ្នកទាំងអស់គ្នាអាចចូលទៅមើលបានសម្រាប់អ្នកដែលមាន account TikTok
ហើយបើជ្រុលជាចូលទៅមើលហើយគួរតែ report ហើយប្លុកម្នាក់នឹងចោលម្នាក់មួយទៅជាការការពារខ្លួនកុំឲ្យជួបរឿងដូច admin ពីព្រោះម្នាក់ហ្នឹងគាត់អត់បញ្ឈប់ទង្វើលួចគេនឹងទេទោះបីជា admin ស្នើសុំប្រមាណដងក៏ដោយគាត់មិនត្រឹមតែយកវីដេអូរបស់ admin ទេគាត់យករបស់អ្នកផ្សេងទៅផុសនៅក្នុង account គាត់ទៀតថ្ងៃនេះគាត់យកវីដេអូ admin ថ្ងៃក្រោយគាត់អាចយកវីដេអូរបស់អ្នកទាំងអស់គ្នាឬក៏មិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាក៏ថាមិនត្រូវដែរអញ្ចឹងគួរតែជួយគ្នាប្រដៅម្នាក់នឹងបន្តិចទៅដើម្បីលុបបំបាត់ទង្វើគ្មានសីលធម៌ទាំងអស់ហ្នឹងចេញពីបណ្ដាញសង្គមមិនថាទាំងក្នុងបណ្ដាញសង្គមឬក៏សង្គមខាងក្រៅជាក់ស្ដែងទេទង្វើទាំងអស់ហ្នឹងគឺមិនគួរមានឡើយទង្វើដែលលួចគេកេងប្រវ័ញ្ចញើសឈាមម្ចាស់ដើមគឺជាទង្វើដែលគ្មានសីលធម៌ខ្លាំងមែនទែនចាស់ admin យករឿងរបស់គេមកផុសហ្នឹងមិន admin យករឿងគេមកផុសដោយការបកប្រែមិនមែនយករឿងដើមទាំងស្រុងទេហើយ admin ក៏មិនភ័យខ្លាចនៅក្នុងការបង្ហាញម្ចាស់ដើមដែរនៅពេលដែល fan សួរ admin ទម្លាក់ទាំង link ម្ចាស់ដើមឲ្យគេចូលទៅមើលរឿងដើមទៀតហើយអនាគតប្រសិនបើម្ចាស់ដើមគេមានប្រតិកម្មជាមួយនឹងទង្វើ admin ណា admin នឹងលុបវីដេអូរបស់ admin ដោយគ្មានការស្ទាក់ស្ទើរអូព្រះអើយអ្នកណាគេអញ្ចេះនេះមើលចុះតាមโนធនទាបដូចនាងមកធ្វើអ្វីនៅទីនេះដូចជាខានជួបគ្នាយូរហើយមែនទេអ្នកលក់ទឹកអាប់ធនអន់ Ariel Winston ដល់ពេលស្រីស្អាតប្រុសស្អាតឈរជិតគ្នាអញ្ចឹងទៅនិយាយពីថាសំអើយសំកូនមើលយូរទៅម្នាក់សក់សម្នាក់សក់ខ្មៅឲ្យដូចតុងព្រលឹងហើយរងបនសពAriel ក៏បានចាប់អារម្មណ៍ជាមួយនឹងបុរសសក់សដែលឈរក្បែរនោះមុខដូចជាប្រហែលកំពុងតែគិតពីគេសុកអាប៉ែនោះក៏ស្រាប់តែមិចភ្នែកដាក់នាងពីងអេរៀលឡើងព្រឺសម្បល់ចំណែកឯរ៉ាហ្វាអែលខាងក្រោយក៏បះរោមមិនចាញ់គ្នាមិនមែនគួរឲ្យស្រឡាញ់វាទៅជាគួរឲ្យខ្លាចវិញរាជបុត្រាទី5នៃអាណាចក្រវេលាទេតាអេហ្សាខាយ៉ែនវេលៀគេបានបង្ហាញខ្លួននៅក្នុងរូបភាពជារាជបុត្រដ៏សង្ហានិងពោពេញទៅដោយភាពពុតបុត្រនៅក្នុងប្រឡោមលោកទ្រង់ក៏ត្រូវបានគេបរិយាយមកផងដែរថាជាជំងឺឈឺក្បាលដ៏កាចសាហាវបំផុតរបស់ម្ចាស់ក្សត្រីអ្វីដែលសំខាន់គេគឺជាក្មួយប្រុសរបស់សម្ដេចស៊ីទ្រិកហើយក៏តែងតែសន្សំចិត្តច្រណែនឈ្មោះនេះពូរបស់ខ្លួនកន្លងមកគឺដោយសារតែភាពល្អឥតខ្ចោះរបស់សម្ដេចស៊ីទ្រិកតាំងពីតូចអញ្ចឹងអ្នកនាងគឺជាអ្នកនាង Ariel Winston មែនទេតើអ្នកនាងមានបញ្ហាអ្វីដែរជាមួយនឹងអ្នកផលិតទឹកអប់របស់ខ្ញុំមានន័យថាត្រូវហើយអ្នកវិនិយោគិនរបស់ខ្ញុំគឺជាខ្សែរាជវង្សផ្ទុយពីខ្ញុំបានឮមកថានាងនៅតែក្រដដែលជីវិតអីក៏រោគរាក់យ៉ាងនេះដំបង Ariel ស្មានតែព្រះអង្គម្ចាស់នឹងត្រូវបាន Magnus បោកប្រាស់ទេតើតែក៏ត្រូវដាច់ចង្កេះផឹងពេលដែលរកឃើញថាពីរនាក់នឹងផ្សំគំនិតគ្នាសោះទោះបីជា Ariel ចង់បោកអាក្រាតទង្វើលួចចម្លងរបស់ Magnus ក៏ដោយបញ្ហាគឺនៅត្រង់ថាតើអ្នកណាគេនឹងមកជឿលើមនុស្សដែលគ្មានទាំងហាងទឹកអប់តខ្លួនមួយផងថាជាម្ចាស់ដើមនៃក្លិនទាំងអស់នេះនោះអរគុណ Fonta Magnus ដែលនាងបានធ្វើឲ្យខ្ញុំទទួលដឹងថាការដែលមានហាងប្រចាំខ្លួនគឺមានសារៈសំខាន់ប៉ុណ្ណាចាំមើលថានាងអាចសប្បាយរីករាយជាមួយនឹងភាពរីកចម្រើនរបៀបនេះរបស់នាងបានយូរប៉ុណ្ណាខ្ញុំនឹងស្វែងរកអ្នកវិនិយោគទុនឲ្យបានមិនថាគេជាអ្នកណាឬមានរឿងអ្វីកើតឡើងក៏ដោយរាត្រីយប់ស្ងាត់ណាស់ទៅហើយពន្លឺភ្លើងនៅតែបន្តចាញ់ចាំងចេញពីវិមានរបស់សម្ដេចអេវ៉ាន់នៅឡើយហេតុតែគេតួឯកចេញមកប្លង់ណាក៏អ្នកនិពន្ធមិនដែលភ្លេចដាក់អាគ្រឿងភ្លីងភ្លឺផ្លែតអមដំណើរគាត់ដែរសម្ដេចតើការទទួលទានអាហារពេលល្ងាចជាមួយអ្នកជំនួយក្នុងកម្មវិធីជប់លៀងយ៉ាងម៉េចដែរអត់ប្រយោជន៍ណាស់ពួកគេគឺមានតែគំនិតស្រមើស្រមៃដែលមិនអាចទៅរួចថ្ងៃនេះនៅសង្កាត់សេណនគឺពោពេញទៅដោយការខ្សឹបខ្សៀវដែលថាអ្នកនាង Ariel Winston គឺកំពុងតែស្វែងរកអ្នកវិនិយោគទុនតាក់ទងទៅនឹងចំនួនទឹកអប់របស់នាងមែនទេអញ្ចឹងតើបានជានាងទៅចូលរួមកម្មវិធីនៅថ្ងៃមុនតានេះមិនមែនជាឱកាសល្អទេឬស្របពេលដែលសម្ដេចក៏បានដឹងអំពីទេពកោសល្យនៅក្នុងការផលិតទឹកអប់របស់អ្នកនាងដែរអ្នកនាង Winston ប្រហែលជាមិនព្រមទទួលយកជំនួយរបស់យើងនោះទេខ្ញុំបានឮមកថាអ្នកនាង Ariel Winston ត្រូវបានចាប់បាននៅក្នុងហេតុការណ៍អាក្រក់មួយគឺរូបមន្តទឹកអប់របស់នាងត្រូវបានគេលួចចម្លងខ្ញុំគិតថាហើយខ្ញុំមិនដឹងរឿងច្បាស់ទេបើខ្ញុំគ្រាន់តែបានឮរឿងនេះពីពាក្យជាចាមរាមទាំងនោះហ្នឹងទៅស៊ើបមើលឲ្យច្បាស់
ថាមានរឿងអ្វីកើតឡើងឲ្យឆាប់ admin ចង់តែសើចក៏តែនៅទៅបបាច់បបោចឲ្យសម្ដេចប្រើចង់និយាយថាលោកជំនួយការឯងអត់ចង់ដឹងរឿងប៉ុន្តែសម្ដេចចង់ដឹង admin មានអារម្មណ៍ថាតិចទៀតមានមនុស្ស 2-3 នាក់ត្រូវស្ពៃបោះសម្ដេចទៀតហើយមើលតែទឹកមុខដល់កំណាច់មួយនេះទៅភាគក្រោយដឹងតែល្អមើលទៀតហើយពេលព្រឹកព្រលឹមមួយនៅភូមិគ្រឹះ Winston អញមនុស្សរស់ឬក៏សាកសពនេះអ្នកនាងអេរៀលអរគុណលីណាខ្ញុំមានអារម្មណ៍ល្អគ្រាន់បើហើយអ្នកនាងមិនអីទេមែនទេចែលីណាសួរទាំងអារម្មណ៍បារម្ភពេញទ្រូងសំណាងរបស់អេរៀលដែរដែលមានអាចារ្យម្នាក់នេះគ្រាន់នៅក្បែររបស់ខ្ញុំសឹងតែប្រេះហើយច្រមុះរបស់ខ្ញុំវិញតាំងថប់សឹងតែដាច់ខ្យល់ទៅហើយណាហើយខ្ញុំមិនអីទេភ្នែកមិនបានដេកឲ្យច្បាស់ក្រឡែតក្រែងអ្នកនាងប្រាប់ខ្ញុំថានឹងធ្វើទឹកអប់មួយមុខតែ2ម៉ោងទេមែនទេហេតុអ្វីត្រូវចំណាយពេលរហូតដល់ទៅមួយយប់ក្នុងបន្ទប់ទឹកអប់អញ្ចឹងខ្ញុំមិនអាចស្វែងរកអ្នកបណ្ដាក់ទុនបានទេប្រសិនបើខ្ញុំមិនប្រឹងប្រែងបែបនេះប៉ុន្តែអ្នកនាងគួរតែគិតគូរអំពីសុខភាពផងខ្ញុំនឹងរៀបចំទឹកក្តៅជូនសូមអ្នកនាងសម្អាតកាយហើយសម្រាកឲ្យបានស្កប់ស្កល់ចុះអញ្ចឹងក៏អញ្ចឹងចុះលីណានិយាយត្រូវខ្ញុំដូចជាប្រឹងប្រែងលើសពីសមត្ថភាពហើយប៉ុន្តែលទ្ធផលគឺភាពជោគជ័យខ្ញុំបានរៀបចំផលិតផលថ្មីនិងផែនការជំនួយរួចរាល់ហើយអញ្ចឹងខ្ញុំគ្រាន់តែស្វែងរកអ្នកវិនិយោគទុនឲ្យបានត្រឹមត្រូវទៅគឺគ្រប់គ្រាន់ហើយអ្នកនាងអេរៀលអ្នកនាងមានភ្ញៀវមករកភ្ញៀវរបស់ខ្ញុំគឺសម្ដេចស៊ីត្រិចឬខានជួបគ្នាយូរហើយអ្នកនាង Winston ភ្នែកផែនដាឲ្យដូចគ្នាមកពីចេះដឹងរឿងចាឯងហ្នឹងអាណិតដែរមិនដឹងសម្ដេចប្រើកូនចៅគាត់យ៉ាងណាទេយើងមានការសំខាន់ចង់និយាយជាមួយអ្នកនាងឲ្យយើងសូមអភ័យទោសផងដែលយើងមកជួបអ្នកនាងដោយមិនបានប្រាប់ជាមុនមានការសំខាន់សម្ដេចចង់សម្ដៅទៅលើទឹកអប់បេនេសៀមែនទេតើអ្នកនាងគិតថាកិច្ចការសំខាន់រវាងយើងមានតែរឿងទឹកអប់នេះទេមែនទេជាធម្មតាក្រែងបែបហ្នឹងមិនអញ្ចឹងឬយើងឮថារូបមន្តទឹកអប់របស់អ្នកនាងត្រូវបានគេលួចទឹកអប់ដែលមេឃនៅបានលួចចម្លងទេតាអញ្ចឹងមានន័យថាដំណើរអាក្រក់នេះបានសរសៃទៅហើយតើសម្ដេចជឿជាក់នាងខ្ញុំដែរមែនទេនាងខ្ញុំអាចជាអ្នកចម្លងអ្នកដតីវិញក៏ថាបានអ្នកនាង Winston យើងមានបទពិសោធន៍រាប់មិនអស់មកហើយជាមួយនឹងទឹកអប់ដែលអ្នកនាងបានផលិតយើងមិនច្រឡំផ្ដេសផ្ដាសជាមួយនឹងស្តង់ដារវត្ថុคล้ายៗបែបនេះទេយើងឮដំណឹងមកថាអ្នកនាងកំពុងតែស្វែងរកអ្នកវិនិយោគទុនមែនទេតើអ្នកនាងគិតយ៉ាងម៉េចដែរចំពោះយើងនិយាយធម្មតាទៅថៃចាំបាច់អីត្រូវឆ្ងោកមកចិត្តបែបហ្នឹងគិតពីសម្ដេចហ៎សម្ដេចបានក្លាយទៅជាអ្នកគ្រប់គ្រងជំនួញជាច្រើនមកហើយប្រសិនបើអ្នកវិនិយោគទុននិងអ្នកជំនួញដូចជាសម្ដេចស៊ីត្រិចមកបណ្ដាក់ទុនជាមួយនឹងខ្ញុំប្រកាសជាទទួលបានភាពជោគជ័យយ៉ាងពិតប្រាកដប៉ុន្តែចុះបើគាត់មកបណ្ដាក់ទុនជាមួយនឹងខ្ញុំដោយសារតែគាត់មានអារម្មណ៍រអៀសខ្លួនជាមួយនឹងទង្វើរបស់គាត់ពីមុនមកនោះបើអញ្ចឹងមែនខ្ញុំមានអារម្មណ៍មិនល្អទេដែលមើលទៅខ្ញុំដូចជាកំពុងតែប្រើប្រាស់សម្ដេចបែបនេះប៉ុន្តែយើងមិនមែនមកបណ្ដាក់ទុនដោយគ្មានលក្ខខណ្ឌនោះទេណាមួយអ្នកនាងក៏មិនមែនជាមនុស្សបែបនេះដែរប្រកាសជាមិនព្រមទទួលជំនួយរបស់យើងដោយទទេឡើយប្រសិនបើនាងបានរៀបចំគម្រោងរួចរាល់ហើយសូមធ្វើការបង្ហាញមកកាន់យើងមកយើងរីករាយនៅក្នុងការត្រួតពិនិត្យអ្វីដែលនាងខ្ញុំបានរៀបចំមែនទេសម្ដេចមកសូមអញ្ជើញទៅបន្ទប់ទឹកអប់របស់នាងខ្ញុំសម្ដេចឡើងភ្ញាក់ព្រឺតពេលដែលសុកអេរៀលស្រាប់តែចាប់ដៃគាត់ទាញយកទៅទាំងភ្នែនបែបហ្នឹងរៀងអៀនផងអីផងហ្នឹងនាងខ្ញុំមានរបស់ចង់បង្ហាញសម្ដេចឥឡូវនេះហូយបើស្អាតម្លឹងនេះមិនចាំបាច់ដើរទៅដាក់ស្នេហ៍គេក៏បន្តិចទៀតគេនឹងមកជាប់ស្នេហ៍តួស្រីរបស់យើងដោយខ្លួនឯងដែរលីណាឆាប់រៀបចំតុភ្លាមទៅចាអ្នកនាងថាដាស្អាតបោះគេអាយាយអាចារ្យលេងជូតតុឡើងឆ្លោះមុខបានចឹងហ្មងហីសូមអញ្ជើញសម្ដេច
admin ស្រឡាញ់ពេលគេគូររូបសម្ដេចចេញមកអញ្ចឹងណានិយាយពីថាខ្ជូតឬខ្ជូតម្លេះខ្មើតក៏ខ្មើតខ្ជូតក៏ខ្ជូតចង់តែចាប់ទាញថ្ពាល់ឯណានៃតា Area ក៏ចាប់ផ្ដើមរៀបរាប់បែកអូហូស្ទឹងហាងទី1បើកមិនទាន់ចេញផងគាត់កម្រងបើកដល់ហាងទី2ទី3ចង់បើកទៅដល់ហាងនៅក្នុងព្រះរាជវាំងបន្ថែមទៀតនិយាយពីថាមហិច្ឆតាហួសឋានព្រះច័ន្ទប៉ុន្តែកម្រងរបស់តួឯកស្រីរបស់យើងទំនងមែនតាគាត់គូទាំងប្លង់ហាងបានទៀត design ផ្នែកខាងក្នុងមិនគ្រប់គាត់ design ផ្នែកខាងក្រៅបន្ថែមសូម្បីតែទឹកអប់ដែលគាត់ត្រៀមចេញលក់ក៏គាត់ត្រៀមរួចរាល់ដែរសម្ដេចមើលឡើងផ្លាក់ខំបបាច់បបោចអស់មួយគំនោសម្ដេចគ្មានមាត់តបតោសូម្បីតែមួយម៉ាត់អេរៀខំតែភ័យញ័រទ្រង់ការពិតសម្ដេចពេញចិត្តសឹងអីយើងចង់សាទឹកអប់រូបមន្តថ្មីបន្តិចបានដែរឬទេចាបានអេរៀលបាញ់ទឹកអប់ដាក់ដៃសម្ដេចទេប៉ុន្តែវាជះឥទ្ធិពលទៅដល់អ្នកនៅក្បែរទៀតឡើងដោះផ្កាដោះអីពេញក្បាលអស់ហើយ admin ស្មានតែសម្ដេចអត់អីមានណាទៅឃើញផ្កាមួយតងនៅលើក្បាលសម្ដេចយើងគិតថានេះគឺគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះប៉ុន្តែតើនេះគឺជាអ្វីអញ្ចេះអ្នកនាងរបស់ខ្ញុំអើយទឹកអប់របស់អ្នកនាងពិតជាអស្ចារ្យណាស់ចាស់អរគុណណោះមើលផ្កាវាដោះឡើងប្រសេកប្រសាចពេញតួខ្លួនសម្ដេចរបស់យើងឡើងនិយាយអីលេងចេញទៅហើយរបស់ original គឺបែបហ្នឹងហើយទឹកអប់ដែលនៅក្នុងដៃរបស់សម្ដេចมันអាចមានឬក៏ស្វែងរកនៅទីកន្លែងផ្សេងបានទេក្រៅពីកន្លែងរបស់តួឯកស្រីរបស់យើងAriel ស៊ីចូលសាហាវនៅពេលដែលគាត់ទទួលបានពាក្យសរសើរអំពីអាចារ្យលីណាក៏ដូចជាលោកមេតបអេរ៉ានគាត់មិនជាជ្រើមជ្រួលអីប៉ុន្មានទេប៉ុន្តែនៅពេលដែលបានទទួលពាក្យសរសើរល្អៗអំពីសម្ដេចគាត់ក៏មានអារម្មណ៍តទន់ហើយជ្រើមជ្រួលបេះដូងពេញទំហឹងអេរីទទួលបានការសរសើរជាច្រើនទាំងការរៀបចំគម្រោងជំនួយការរៀបចំហាងនិងសមត្ថភាពនៅក្នុងការផលិតទឹកអប់អញ្ចឹងហើយសម្ដេចក៏បានសម្រេចចិត្តវិនិយោគទុនទៅលើជំនួយរបស់អេរីលតែម្ដងទៅអេរីលក៏បានសន្យាថានឹងមិនធ្វើឲ្យសម្ដេចខកចិត្តជាមួយនឹងនាងនោះទេឡើងមកដល់រទេះសេះហើយលោកជំនួយការនៅតែឆ្លៀតបង្អាប់មេទៀតតតែប៊ីត្រូវថ្មងរបស់តួប្រុសតាបានគាត់ព្រមឈប់ពូនឹងកំ pl ែងហើយប្រសពអាខាងរករឿងដាក់ខ្លួនធ្វើការបានល្អមែនដែលអាចរកព័ត៌មានទាំងនេះមកបានរីកខានតើសម្ដេចមានកម្រងចាត់ការរឿងនេះយ៉ាងណាដែរទីបំផុតយើងដឹងហើយថាអ្នកដែលធ្វើរឿងទាំងអស់នេះជាអ្នកណាយើងមិនអនុញ្ញាតឲ្យអ្នកណាមកធ្វើបាបអ្នកនាង Winston ទៀតទេ admin ថែមបន្តិចទៅចុះអ្នកនាង Winston របស់យើងយើងនឹងតាមដានឃ្លាំមើលពួកគេចាប់ពីពេលនេះតទៅយើងគឺជាដៃគូជំនួញរបស់អ្នកនាង Winston ហើយសម្ដេចនិយាយធម្មតាទៅថៃចាំបាច់ញញឹមតែឯងគិតទៅអ្នកមានស្នេហាអញ្ចឹងមែនអ្នកនាង Ariel លីណាចាស់អ្នកនាងទីបំផុតខ្ញុំនឹងមានហាងសាឡនផ្ទាល់ខ្លួនហើយអរគុណចំពោះការខិតខំធ្វើការកន្លងមករបស់គ្រប់គ្នាសូមអបអរអ្នកនាងមើលទឹកមុខប្តី admin គ្នាចង់ហក់លោតសប្បាយហោះហើរនឹងគេដែរតែចៃដន្យអីកើតមក introvert ខ្ញុំក៏ចង់អរគុណទៅដល់លោក Aaron ដែរបើគុំតែបានជំនួយពីលោកខ្ញុំក៏មិនអាចបានដើរមកដល់ចំណុចនេះដែរធម្មតាទេនៅជាមួយមនុស្ស introvert គឺត្រូវតែចេះនិយាយតែឯងដូចជា Ariel អញ្ចឹងបើមិនចង់អតិបិសោដោយសារប្រេះទ្រូងឬក៏ថប់ដង្ហើមជាយថាហេតុ2-3អាទិត្យក្រោយមកខ្ញុំមិនដែលបានសម្រាប់បែបនេះទេកន្លងមកទោះបីជាទទួលបានជំនួយអំពីសម្ដេចស៊ីត្រិចក៏ដោយខ្ញុំពិតជាមមាញឹកណាស់តាំងពីពេលដែលខ្ញុំនិយាយថាខ្ញុំត្រូវចាត់ចែងការងារទាក់ទងជាមួយនឹងការបើកហាងសាឡនខ្ញុំបានបញ្ចប់ការកម្មង់និងដឹកជញ្ជូនរួចរាល់ហើយអញ្ចឹងហើយពេលនេះគឺជាពេលសម្រាកប៉ុន្តែអ្នកខ្លះជាមនុស្សសាច់កម្មទំនេរនៅអត់សុខទេគាត់ចង់បានការងារធ្វើកុំឲ្យខាតពេលវេលាកំឡុងពេលដែលកំពុងតែរអ៊ូថាអង្កាលបានសម្ដេចតាក់ទងមកគាត់រឿងការងារសម្បត្តិពីសម្ដេចក៏មកដល់ផ្លេត
អាយុយឺនយូរមែនសម្ដេចរបស់យើងអាចារ្យរីណាដល់មកឈរជិតលោកមេតបអញ្ចឹងទៅឡើងតើច្រឡឹងនេះហើយជាហាងសាឡនរបស់អេរៀលសួស្ដីអ្នកទាំងអស់គ្នាសម្ដេចរៀងខ្ពស់សង្ហាក្នុងសម្លៀកបំពាក់ពណ៌សដ៏មានអំណាចសមសួនមកឈរចាំរួចជាស្រេចនាងខ្ញុំពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលទទួលបានសម្បត្តិនោះក្រែងសម្ដេចមានប្រសាសន៍ថាការសាងសង់នឹងចំណាយពេល2ទៅ3ខែមែនទេមើលមុខមនុស្សរអៀខ្លួនតម្រាំតែបានហាងនឹងមកគាត់ធ្វើបាបកូនចៅគាត់ចង់ងាប់ហើយហាងគេធ្វើ2 3ខែគាត់លេខបង្ខំឲ្យកូនចៅគាត់ចាត់ការតែក្នុងរយៈពេល2 3អាទិត្យគ្នាណោះស្លោខ្យល់មិនក៏គាត់អត់ខ្វល់យល់តែសម្ដីមួយម៉ាត់គាត់គឺធ្វើឲ្យបានគឺពួកយើងប្រើប្រាស់ឧបករណ៍វេទមន្តស្អីដើម្បីស្រីប៊ីងាប់ជំនួយការអស់មួយសម្ដេចកំប៉ិនពេកសម្ដេចគ្រាន់តែស្រឡាញ់គ្នាសោះមកវេទនាដល់អ្នកជិតខាងហើយអេរីក៏ចេះតែជឿទៅគ្នាអត់ដឹងរឿងបើបានដឹងរឿងមកជាអាណិតគ្នាក្រំគ្រាចិត្តស្ពឹកស្បូនជាមួយអេដមីនតាមយើងមកអីយ៉យគេដឹកដៃគ្នាសម្ពោធហាងឯណាតែអេដមីនមើលឃើញដល់រូបភាពថ្ងៃគេចូលរោងការយើងសង្ឃឹមថាអ្នកនាងនឹងចូលចិត្តព្រះអើយតើនេះគឺជាហាងរបស់ខ្ញុំមែនឬអេដមីនអត់មានពីអីក្រៅពីវ៉ាវគឺស្រស់ស្អាតខ្លាំងមែនទែនទាំងធំទាំងមានរបៀបរៀបរយឃើញហើយគឺចង់ចូលទៅរកមើលផលិតផលប្រើប្រាស់ហ្មងហាងសាឡនគេនេះមានគ្រប់សពទាំងកន្លែងស្នាក់នៅផ្ទះបាយបន្ទប់ទឹកអប់មិនតែប៉ុណ្ណោះសូមអញ្ជើញអ្នកនាងមកមើលផ្នែកខាងក្រោយសម្ដេចនេះគឺជាកាដូសម្រាប់អបអរដែលអ្នកនាងបើកហាងសាឡនបានយ៉ាងជោគជ័យទីកន្លែងទំនេរនេះគឺស័ក្តិសមណាស់សម្រាប់ការរៀបចំជាសួនកម្សាន្តវាពិតជាស្រស់ស្អាតណាស់តាសម្ដេចនិងអ្នកនាងមានអ្នកណាគេចង់ពិសាតែដែរទេខ្ញុំពិតជាមិនអាចរងចាំបានទេនៅក្នុងការប្រើប្រាស់ផ្ទះបាយសម្ដេចគិតយ៉ាងណាដែរយើងរីករាយនឹងទទួលការអញ្ជើញខ្ញុំបាទសូមអភ័យទោសខ្ញុំបាទមិនគិតថាពេលនេះគឺជាពេលវេលាដែលអាចទទួលទានតែបានទេបាទហេតុអ្វីគឺអតិថិជនជាច្រើនបានមករងចាំនៅខាងក្រៅរួចបាត់ទៅហើយហេតុអីក៏មកច្រើនយ៉ាងនេះខ្ញុំមិនទាំងទាន់បានផ្សព្វផ្សាយស្រួលបួផងយើងគិតថាអ្នកនាងប្រហែលជារវល់ហើយប្រហែលជាអញ្ចឹងហើយអ្នកទាំងពីរក៏ញញឹមពព្រាយរកគ្នាយ៉ាងមានក្តីសុខកំឡុងពេលដែលគេកំពុងមានក្តីសុខក៏មានអ្នកខ្លះកំពុងនៅមិនសុខមកមុខសំងំគៀនជញ្ជាំងស្លៀកសម្លៀកបំពាក់ឡើងខ្មៅក្រឹបទីមើលថាជាអ្នកណាអេរៀល Winston យើងមិនបណ្ដោយឲ្យវាបញ្ចប់ទៅដោយបែបនេះឡើយខំតែច្រណែនឆ្លៀននេះគេទៅកុំខំស្វែងរកផ្លូវអភិវឌ្ឍខ្លួន